បាទសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាដែរថ្ងៃនេះដែរគឺខ្ញុំធ្វើការបង្ហាញពីរបៀបបង្ហោះវីដេអូនៅក្នុង Channel YouTube ឲ្យបានត្រឹមត្រូវក្នុងការរយតាមរយៈ YouTube មុននឹងធ្វើការបង្ហាញកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតឥឡូវយើងកុំឲ្យខាតពេលយូរជាដំបូងគឺយើងចូលទៅ YouTube បាទអញ្ចឹងខ្ញុំចង់បង្ហោះវីដេអូនៅលើ Channel មួយនេះអញ្ចឹងរបៀបបង្ហោះវីដេអូមាន2លក្ខខណ្ឌលក្ខខណ្ឌទី1គឺបង្ហោះជាលុបវីដេអូវែងហើយទី2នោះគឺបង្ហោះវីដេអូ Short ពាក់ព័ន្ធជាមួយវីដេអូ vlog និងវីដេអូវែងជាស្អីវីដេអូ Short គឺពាក់ព័ន្ធជាមួយវីដេអូ Short ត្រឹមចាប់ពី3នាទីចុះអានេះយើងធ្វើការបង្ហោះជាវីដេអូ Short សម្រាប់វីដេអូវែងចាប់ពី3នាទីឡើងទៅគឺយើងធ្វើការបង្ហោះវីដេអូវែងអញ្ចឹងគឺខ្ញុំធ្វើការអនុវត្តយកតែម្ដងបាទជាដំបូងគឺយើងធ្វើការចុចសញ្ញាបូកនេះមកបាទអញ្ចឹងនេះគឺជាក្រោមខ្ញុំឧទាហរណ៍វីដេអូមួយនេះបាទឬក៏វីដេអូមួយនេះក៏បានដែរវីដេអូមួយនេះគឺ2នាទីចុច08អញ្ចឹងវីដេអូហ្នឹងគឺអត់ដល់3នាទីទេបាទអត់ដល់3នាទីទេអញ្ចឹងវីដេអូនេះគឺយើងបង្ហោះជាវីដេអូ Short តែបាទអញ្ចឹងធ្វើការចុចមកបាទអញ្ចឹងវាចេញជាទម្រង់បែបហ្នឹងនឹងចុចពាក្យថា next មកហើយយើងចុចនេះទៀតមកអូខេវាចេញបែបហ្នឹងគឺទម្រង់វីដេអូ Short អានេះត្រឹមតែ2នាទីចុច08ទេខំពី3នាទីឡើងចុះគឺវីដេអូ Short បាទអញ្ចឹងខ្ញុំថយចេញមកវិញទាំងអស់គឺខ្ញុំធ្វើការបង្ហោះជាវីដេអូវែងបាទនេះវីដេអូនេះគឺខ្ញុំបង្ហាញវីដេអូនេះគឺ3នាទី30បាទសួស្តីទៅកាន់បងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរគឺខ្ញុំគឺជាវីដេអូវែងបង្ហាញពីការចុចពាក្យ next មកអញ្ចឹងវាចេញជាទម្រង់បែបនេះគឺជាប្រភេទវីដេអូវែងអញ្ចឹងដើម្បីបង្ហោះឲ្យមានអ្នកចូលមើលច្រើនគឺយើងជាដំបូងគឺយើងត្រូវមានចំណងជើងពាក់ព័ន្ធជាមួយចំណងជើងគឺសំខាន់ដែរបាទហើយទី2គឺ channel បាទ channel ឧទាហរណ៍ channel គឺយើងចង់កែ channel ហើយយើងចង់ edit ដាក់នៅលើវីដេអូមួយហ្នឹងគឺយើងមកមើលខាងលើបាទសញ្ញាបូកនេះគ្រាន់តែយើងធ្វើការចុចលើវាមកអញ្ចឹងដោយសារខ្ញុំមានរូបភាពពេលដែលយើងមានរូបភាពយើងដាក់ update ចូលទៅដោយសារវីដេអូនេះគឺខ្ញុំ upload channel អត់បានទេអាចនឹងមកពី channel ខ្ញុំបាទអញ្ចឹងខាងក្រោមបន្ទាប់ពីយើងធ្វើការដាក់ channel ហើយអស់ហើយនឹងចំណងជើងគឺយើងអាចមកមើលខាងក្រោមនេះបាទសញ្ញារូបផែនដីនេះគឺយើងធ្វើការចុចលើវាមកអញ្ចឹង3ប្រភេទនេះគឺយើងអាចស្រេចយកខាងលើបានមានអ្នកចូលមើលនេះគឺសាធារណៈហ្មងយើងបង្ហោះជាសាធារណៈអានេះសម្រាប់ឯកជនទេ private ទេបាទអញ្ចឹងយើងដាក់ទៅគឺមានតែអ្នក fan យើងទេមានឧទាហរណ៍ដូចជាអ្នកsubscribe យើងទេបានមើលឃើញបើអ្នកអត់ subscribe យើងគឺមើលឃើញអញ្ចឹងយើងធ្វើការចុចយកកន្លែងខាងលើនេះមកសាធារណៈមកអញ្ចឹងឧទាហរណ៍ខ្ញុំដាក់របៀបរបៀបខ្ញុំដាក់របៀបឆែកមើលថ្មខ្ញុំដាក់ចឹងបាទបន្ទាប់ពីយើងដាក់ចំណែកឲ្យអស់យើងដាក់ចំណងជើងឲ្យអស់យើងកំណត់ឡើងនេះឲ្យអស់គឺយើងធ្វើការចុចពាក្យ update យកតែម្ដងបាទបន្ទាប់ពីយើងធ្វើការ update ឥឡូវនេះគឺដាក់ yes ដាក់ no ខ្ញុំអានកាត់ទេបាទសម្រាប់ yes នេះបើសិនជាវីដេអូយើងធ្វើពី
AI បាទសម្រាប់ AI វីដេអូ AI គឺយើងថិចយកពាក្យថាយ៉េះហើយសម្រាប់ដែលវីដេអូ original យើងធ្វើខ្លួនឯងតែម្ដងគឺយើងអាចចុចពាក្យថា no មកបាទអញ្ចឹងធ្វើការនេះវីដេអូនេះគឺវីដេអូខ្ញុំធ្វើដោយខ្លួនឯងទេអញ្ចឹងខ្ញុំធ្វើការថិចយកពាក្យថា no ហើយធ្វើការ upload ម្ដងទៀតមកបន្ទាប់ពី upload ហើយវាបាន100% គឺវានឹងទៅអញ្ចឹងវីដេអូខ្ញុំក៏បង្ហាញតែប៉ុណ្្នឹងដែរហើយជាចុងក្រោយកុំភ្លេចជួយចុច subscribe ឆានែល YouTube របស់ខ្ញុំអ្នកមួយផងបាទសូមអរគុណ